bạn anh nhận trong việc số có được chia sẻ đây từ căn phục mai bong phone ông pù minh được dây được taទាំងអស់គ្នាពីខ្ញុំបាទសាន់ផាវិតយើងត្រឡប់មកជួបគ្នានៅអេពីសូតថ្មីទៀតណាបងប្អូនប៉ុន្តែចំពោះភ្ញៀវកិត្តិយសគឺសាច់រឿងនៅតែឆ្ងាញ់ដដែលប៉ុន្តែបងប្អូន share ឲ្យខ្ញុំម្នាក់មួយសិនមក like share ឲ្យខ្ញុំម្នាក់មួយមកខ្ញុំឃើញថាអេពីសូតរបស់បងតារឿងទី1គឺបងប្អូនចូលចិត្តមែនតើ view ក៏ច្រើនបងប្អូនត្រឡប់មកវិញគាំទ្រក៏ច្រើនដូចគ្នាអញ្ចឹងបងប្អូននៅបន្តគាំទ្រពួកខ្ញុំមួយបងដែរខ្ញុំមានអ្វីដែលពិសេសឲ្យបងប្អូនទៀតប្រហែលជាបន្តិចទៀតបងប្អូនអាចនឹងឃើញនៅតាមព្រៃភ្នំហើយជាមួយនឹងទេសភាព background ល្អៗក៏អាចថាបានបងប្អូនអញ្ចឹងឥឡូវខ្ញុំអត់ចង់បោបាច់អីច្រើនទេបងប្អូន like share ម្នាក់មួយមកជួបជាមួយនឹងបងភ្ញៀវកិត្តិយសរបស់យើងបាទជំរាបសួរបងជំរាបសួរបងប្អូនពុកម៉ែបងប្អូនគ្នាគ្រប់ជំរាបសួរពីចម្ងាយហើយក៏អរគុណបងប្អូនដែលបានចូលរួមទស្សនាហើយក៏ថាទៅកម្មវិធីដំណាក់អាគមយើងបិទមករយៈធំឡើងហើយបងហ្នឹងតែនៅពេលដែលត្រឡប់មកវិញលើតែមានបងប្អូនអត់នឹងស្មានទេនៅពេលខ្លះយើងស្មានតែគាត់ផ្លេចគាត់អីហើយត្រឡប់មកវិញគឺអញ្ចឹងមានន័យថាបងប្អូនជួយចិត្តច្រើនហើយថ្ងៃនេះអត់ខ្ញុំក៏អត់បានសភាផងដែរមុនតែរឿងអីគេដែរគឺខ្ញុំចង់ស្ដាប់ដូចគ្នាបើសភាមុនអត់រំភើបអត់នេះទេបងប្អូនត្រឡប់ដែរនិយាយទៅខ្ញុំត្រឡប់ដែរបើខ្ញុំចូលនិយាយរឿងគឺខ្ញុំអត់ប្រាប់ណាគេអំពីដំណើរដើមតូនឬក៏ spoil សាច់រឿងទេខ្ញុំចូលទៅខ្ញុំនិយាយយកបងត្រឡប់ចិត្តដែរតែមួយពេលមកយើងមកស្ដាប់អញ្ចឹងដូចខ្ញុំមើលដែរនឹងបងប្អូនដូចបងប្អូនមកមើលឲ្យកំពុងស្ដាប់អញ្ចឹងខ្ញុំពេលខ្លះហៅមួយដេកដែរស្ដាប់ទៅពេលខ្លះទៅភ្ញាក់ដែរមិនទៅថ្ងៃនេះបានសាច់រឿងអីគេដែរបងតែប៉ិតថ្ងៃនេះសាច់រឿងមួយដូចជាការអប់រំទៅកាន់អ្នកទាំងអស់នេះហើយក៏សូមផ្ដាំផ្ញើរឿងមួយនេះទៅកាន់បងប្អូនអ្នកដែលធ្លាប់តែស្ដាប់បងប្អូនអ្នកដែលស្ដាប់មកហឹកក្រោយគឺល្បីរឿងអាគមណាពេលមុនជំនាន់មុនល្បីរឿងខ្មោចឲ្យតែទៀនរឿងខ្មោចគេចូលចិត្តហ่ะតែឥឡូវបើប្រៀបពីរឿងខ្មោចនិងរឿងអាគមឈ្នះហើយឡើងហើយបងប្អូនចូលចិត្តស្ដាប់រឿងអាគមច្រើនខ្លាំងមែនទែនអញ្ចឹងអ្នកដែលចូលចិត្តស្ដាប់រឿងអាគមហើយមានគំនិតនៅក្នុងការចង់រៀនបងប្អូនអាចងាកមកស្ដាប់រឿងនឹងសិនស្ដាប់រឿងនឹងហើយគិតពិចារណាឲ្យច្បាស់មុននឹងសម្រេចចិត្តទៅរកអ្នកណាគេមួយឬក៏ទៅរកគ្រូណាមួយដើម្បីរៀនបាទជាពិសេសបើរៀនជាមួយគ្រូណាដែលកប់គឺនៅជាមួយគ្រូនឹងទៅកុំលោតតាមគេកុំទៅតាមគ្រូអូគ្រូនេះល្បីគ្រូនោះល្បីគ្រូនេះចេះគ្រូនោះចោលលោតតាមគេច្រើនគ្រូណាប្រចាប់ឲ្យមែនតើអញ្ចឹងឯនេះបងលើករឿងពាក់ព័ន្ធជាមួយនឹងសម្បត្តិបដាសាទាំង7ពីជ័យសង្គ្រាមហើយរឿងហ្នឹងគឺជារឿងសាច់រឿងរបស់បងសាច់រឿងរបស់ខ្ញុំណាអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាគាត់ខាតពេលវេលាច្រើនទេខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាដាក់ចិត្តស្ដាប់ហើយមុននឹងខ្ញុំនិយាយក៏ស្នើសុំឲ្យគ្រប់គ្នាជួយ like និង share ឲ្យបានច្រើន like ឲ្យបាន share មួយទៀតគ្រប់គ្នាស្ដាប់ជាការកំសាន្តទៅខ្ញុំអត់បង្ខំទេណាបងប្អូនទាំងអស់គ្នារឿងនេះគឺជារឿងរបស់ខ្ញុំបងប្អូនប្រហែលជាភាគច្រើនតែគាត់ដឹងថាខ្ញុំមានកូនសិស្សបងមានកូនសិស្សបងបាទហើយកូនសិស្សរបស់ខ្ញុំមានរហូតដល់5ជំនាន់មាន5ជំនាន់ឯណោះជំនាន់ទី1ជំនាន់ទី2ជំនាន់ទី3ចឹងទៅជំនាន់ទី1រៀនបានប្រហែលឆ្នាំជំនាន់ទី2រៀនបានប្រហែលឆ្នាំចឹងណាតែនៅក្នុងចំនួនទាំងអស់ទាំង5ចំនួនទាំងអស់នេះគឺមានកូនសិស្សខ្ញុំ2ចំនួននេះដែលពិបាកហើយមានបដាសារឿងហ្នឹងហើយសិតតាអាចនិយាយសឹងថាបើសិនជាខ្ញុំបង្ហាញរូបភាពឲ្យគ្រប់គ្នាឃើញណាបាទគ្រប់គ្នាអាចនឹងនិយាយបានថាអ្នកដែលរៀនអាគមគឺពិបាកខ្លាំងនេះទី1កូនសិស្សចំនួនទី1ខ្ញុំមុនដំបូងគេទី2កូនសិស្សចំនួនទី3គឺពួកគាត់សិតសឹងថាជាកូនសិស្សដែលអាចនិយាយបានថាជួបជាមួយនឹងរឿងនឹងឲ្យស្មាតទោះសឹងតែនិយាយមួយម៉ាត់ថាសិតតែតម្រាក្បត់គ្រូទាំងអស់មកពីអីដែរបងគាត់ក្បត់គ្រូអូអញ្ចឹងកន្លែងនេះខ្ញុំបញ្យល់គ្រប់គ្នាឲ្យយល់សិនតើបងប្អូនគាត់កំពុងចូលមើលបដាបាទខ្ញុំចង់ឲ្យបញ្យល់គ្រប់គ្នាថាធម្មតារៀនណាអ្នកខ្លះគេថាដាក់សម្បត្តិដើម្បីចងជើងកូនសិស្សមិនមែនទេបងប្អូនណាពាក្យថាសម្បត្តិដែលយើងស្បត់ស្បែករៀនជាមួយគ្រូយើងលើកខណ្ឌព្រលឹងឲ្យគ្រូគេមិនមែនថាសម្បត្តិនឹងជាការចងជើងទេតែសម្បត្តិនឹងគឺជាការដែលយើងការពារខ្លួនឯងកុំឲ្យយើងប្រព្រឹត្តខុសហ្នឹងហើយបងទី1សម្បត្តិហាមយកប្រពន្ធគេឬក៏ហាមយកប្តីគេសម្បត្តិទី2ហាមលោភលន់កុំចង់បានរបស់គេឲ្យប៉ុណ្ណាយកប៉ុណ្ណាសម្បត្តិទី3ហាមក្បត់ប្រតេនអាសនៈបានន័យថាចាក់ចេញពីគ្រូអត់លាសម្បត្តិអត់ប្រាប់គ្រូខឹងគ្រូដាច់ក្បាលអីក៏ទុយទៅបាត់បាទទី4សម្បត្តិហាមខុសនឹងប្រតេនកពីបានន័យថាហាមបំបីក្បួនតម្រារបស់គ្រូគ្រូគេបរៀនចេះយើងទៅបំបីចេះបាទតម្រាទី5ហាមជេររាយគេណាតម្រាទី6ហាមធ្វើសិស្សគ្នាឯងដែលរៀនជាមួយគ្នាសាកគ្នាទៅវិញទៅមក
ហាមសាកគ្នាអញ្ចឹងតម្រាទាំងអស់នឹងវាសិតសឹងតែជាតម្រាដែលគេហាមចង់ឲ្យយើងល្អទេវាមិនមែនជាតម្រាណាទាំងអស់ទាំង7វាមិនមែនជាតម្រាដែលយើងទៅចង់ជើងកូនសិស្សណែសម្រាប់ខ្ញុំចង់កូនសិស្សអ្នកឯងមករៀនលើកខាត់ឲ្យខ្ញុំទទួលបើឯងចង់ឈប់រៀនសម្បត្តិទៅវិញចោះអាហ្នឹងអញ្ចឹងតែនៅក្នុងសម្បត្តិគឺមានបដាសាហេតុអីបានគេយកបដាសាដាក់នៅក្នុងសម្បត្តិទេបដាសានៅក្នុងសម្បត្តិមាន7ហើយពោះញាត់ស្មៅគេដឹកចេញទៅហូរទាំងធំសម្បត្តិកាត់ក្បាលដាក់ជើងពៀនយកឈាមលាងជើងសម្បត្តិបដាសាហែកពោះតម្រៃដាក់ក្បាល3កណ្ដឹង 3000 បដាសាទី4តម្រាហែកខ្វេះភ្នែកនាងទាំង12តម្រាពុះទ្រូងហែកយកថ្លើមផ្ទះបាញ់7ឆ្នោតតម្រាសុទ្ធតែក្រក់ទាំងអស់ហែកដាក់សិទ្ធិញាតកម្ម7សតាអញ្ចឹងមិនថាអ្នកដែលរៀនណាកូនឯងមុននឹងរៀនណាបងប្អូនអ្នកដែលចង់រៀនណាមុននឹងរៀនណាសិក្សាឲ្យច្បាស់ស្គាល់ឲ្យច្បាស់ណាហើយយើងអាចនិយាយបានថាយើងពិភាក្សាជាមួយអ្នកផ្ទះច្បាស់ព្រោះកូនសិស្សខ្លះអញ្ចឹងណាអូនរត់មករៀនអត់ប្រាប់ម៉ែឪទេបាទបងអត់ប្រាប់ម៉ែឪរត់ទៅរៀនមួយគេរួចទៅម៉ែឪគេបន្ទោសគ្រូអូសទាញកូនគេទៅរៀនហើយយកអត់ដឹងអីហ្នឹងហើយអញ្ចឹងបើថាចង់រៀនប្រាប់ម៉ែប្រាប់ឪអីសិនហើយគិតឲ្យច្បាស់មុននឹងរៀនដឹងថាតំណមណាអញកាន់បានតំណមណាអញកាន់មិនបានអញ្ចឹងងាកមកសាច់រឿងរបស់យើងថ្ងៃនេះជារឿងរបស់ខ្ញុំផ្ទាល់ការពិតខ្ញុំក៏ធ្លាប់ប្រហើបរឿងដែលពាក់ព័ន្ធជាមួយកូនសិស្សក្បត់ខ្ញុំដែរធម្មតាយើងជាគ្រូយើងអាចទៅដាក់បដាសាយតែគ្រាន់តែបញ្ជាក់ថាកូនឯងធ្វើឥឡូវធ្វើខុសហ្នឹងកូនឯងហ៊ានទទួលអត់ងាកក្រោយបានអត់សម្រួមមកវិញកើតអត់យើងបញ្ជាក់គាត់ទៅណាយើងដឹងហ្នឹងហើយយើងដឹងអញ្ចឹងរឿងនេះគឺចេះតែអស់នេះរឿងនៅក្នុងឆ្នាំ2017ខ្ញុំមានកូនសិស្ស4នាក់អនុញ្ញាតខ្ញុំសុំលើកឈ្មោះនិយាយមកទី1កូនសិស្សរបស់ខ្ញុំដំបូងហៅថាសូត្រស្ដាំរបស់ខ្ញុំហ្មងចំណិតហើយបកាយសូត្រកាពីជាងគេម្នាក់ដែលឈ្មោះថាសវត្តទី2ឈ្មោះមេងទី2ឈ្មោះខួចទី3ឈ្មោះខួចទី4នោះឈ្មោះលី4នាក់កូនសិស្សដែលរៀននៅក្នុងប្រទេសអាសនៈខ្ញុំមានតែ4ទេហើយពួកគាត់រៀនក្បួនតម្រារហូតដល់2មួយតម្រាព្រះវិជ័យសង្គ្រាមប្រើក្នុងក្បួនតម្រាព្រះវិជ័យបើកក្បួនតម្រានៅក្នុងនោះមានតួប្រសាក្រាចបើកតម្រាព្រះវិជ័យសង្គ្រាមបើកpaneព្រះគីណេតហើយតម្រាមួយទៀតដែលគាត់រៀនគឺតម្រាព្រះណូតម្រាស្នេហ៍រៀនក្បួនតម្រាស្នេហ៍គាត់មាន2នឹងដែលគាត់រៀនណាអញ្ចឹងមុននឹងគាត់រៀនណាបងប្អូននេះនៅក្នុងចំណោមកូនសិស្សរបស់ខ្ញុំមិនមែនសុកគាត់មកទាំង4នាក់មករៀនទាំង4នាក់ឯងដូចថាតាមគ្នាអ្នកដែលចូលមកមុនគេបំផុតគឺសវត្តពេលដែលគាត់ជាកូនសិស្សខ្ញុំគាត់ចូលមករៀនមុនគេគាត់ក៏អូសទាញមិត្តភ័ក្តិមក1 2 3ចឹងទៅរហូតដល់ខ្ញុំមាន4នាក់ថ្ងៃមួយអ្នកទាំងអស់នេះគាត់សុំខ្ញុំរៀនខ្ញុំដំបូងគឺខ្ញុំអត់បរៀនទេរយៈពេល3ខែស្មាតទោសរយៈពេល3ខែគឺគាត់មកផ្ទះខ្ញុំរហូតហើយផ្ទះខ្ញុំកាត់ពុំនៅសាដើមស្រល់នៅសកាត់ជ្រោយច្បារខណ្ឌជ្រោយច្បាររាជធានីភ្នំពេញនៅក្នុងផ្សារដើមស្រល់មកអញ្ចឹងកាលហ្នឹងកូនសិស្សរបស់ខ្ញុំគាត់មករៀនជាមួយខ្ញុំណាគាត់ក៏មកសុំលើកខណ្ឌតែខ្ញុំអត់ទាន់លើកឲ្យលើកខណ្ឌទេធម្មតាយើងអត់ទាន់ចាប់គាត់រៀនទេព្រោះតម្រាវាធ្ងន់យើងទៅតេស្តគាត់សិនសាកល្បងយើងសាកល្បងគាត់សាកទៅក៏ល្អអាចទទួលយកបានក៏បរៀនគាត់ពីដំបូងបរៀនបល័យអញ្ជើញគ្រូសូមអនុមោទនវន្តារតនីយាងសម្ដេចព្រះតេជះអង្គសម្ដេចគ្រូបកគូបរោហិតស្ថិតនៅលើកពូភ្នំអីចឹងទៅ1 2 3បាទសូត្រតម្រានឹងចេះហើយបរៀនតម្រាផ្សេងបល័យផ្សេងទៀតរួចចាប់ផ្ដើមឲ្យគាត់អនុវត្តពិធីអនុវត្តជាក់ស្ដែងនិយាយមកថាឲ្យគាត់បកទៅលើក្បួនតម្រាក្នុងការរៀនហ្នឹងតែនៅក្នុងចំណោមកូនសិស្សរបស់ខ្ញុំទាំង4នាក់ខ្ញុំសុំលើកម្នាក់យកមកនិយាយម្នាក់ដែលមានឈ្មោះថាខួចកូនសិស្សរបស់ខ្ញុំដឹងចរិតរបស់គាត់មួយត្រង់ថាគាត់ចលើបឺសគាត់មានការគោរពតែកាន់គ្រូគាត់មានដែរហើយកុំនិយាយថាខ្ញុំហេតុអីបានលើករឿងកូនសិស្សខ្លួនឯងដើមកូនសិស្សខ្លួនឯងយកមកនិយាយវាជាមេរៀនដែលបរៀនតែអ្នកក្រោយទៀតដែលចង់មករៀនជាមួយខ្ញុំវាជាមេរៀនណាគាត់អញ្ចេះអូនគាត់មករៀនក្បួនតម្រាសវត្តគាត់រៀនក្បួនតម្រាព្រះវិជ័យសង្គ្រាមបើកតម្រាព្រះអគិនេតដល់ពេលខួចគាត់ចូលមកក្រោយគាត់អត់ទាន់រៀនដល់ទេខួចបង្ឲ្យគាត់រៀនចំណងព្រះណូនៅក្នុងចំណងព្រះណូហ្នឹងវាមានក្បួនតម្រាស្នេហ៍មហាស្នេហ៍គាថាវាមានឧបមគ្គបញ្ញសោមចិត្តតាំងពីអ្នកពីអ្នករហមអ្នកព្រាអើយមកអាកាយធាញញឹមតរិចិត្តតាំងក្បួនតម្រាស្នេហ៍អញ្ចឹងមួយរៀនសឹកសង្គ្រាមមួយរៀនក្បួនតម្រាស្នេហ៍ដល់ពេលអញ្ចឹងទៅខូចហ្នឹងគាត់ចង់រៀនក្បួនតម្រាព្រះវិជ័យសង្គ្រាមគាត់ក៏សុំខ្ញុំថានៅក្នុងវិជ័យសង្គ្រាមហ្នឹងមានក្បួនអីខ្លះខ្ញុំក៏ប្រាប់ថានៅក្នុងចំណងឧបគុត
នៅក្នុងចំណោមឧបកុតក្បួនតម្រានៅក្នុងចំណោមឧបកុតមាន4មួយពិជ័យសង្គ្រាម2សនុតពិជ័យសង្គ្រាម3ហោពិជ័យសង្គ្រាម4ចតុភូពិជ័យសង្គ្រាមនៅក្នុង4នឹងមាន6ទៀតមានក្បួនតម្រា6ទៀតនៅក្នុងបគាថាក្បួនតម្រាហើយក្បួននោះសិតតែក្បួនសឹកចម្បាំងទាំងអស់ហើយក្បួនមួយនោះបើសិនជាហែងរៀនហើយហែងតំណមអត់បានអាកាសគេកាច់ពិបាកកបងខ្ញុំប្រាប់គាត់ចឹងណាប្រាប់គាត់មុនហើយហ្នឹងហើយគាត់ក៏អូខេព្រមរៀនជាមួយយើងគាត់អូខេខ្ញុំក៏សួរគាត់ថាថ្ងៃដែលលើកខាន់ថ្ងៃដែលលើកខាន់ណាខ្ញុំនៅមានរូបភាពមកស្លឹកនឹងឡើយណាថ្ងៃដែលលើកខាន់គាត់ពាក់កៅអៅពណ៌សមិនដឹងថាតម្រានឹងគាត់រៀនមិនត្រូវឬក៏មិនទេអូនបាទថ្ងៃដែលលើកខាន់ណាមានស្លាបត់មលូបត់ស្លាសោយមលូស្លាស្លាកសែងមានក្បួនតម្រារៀបគ្រឿងតង្វាយប្រោះព្រំចង់បោះសលើដៃប្រគួតខ្សែសបារួចគេសូត្រសម្បត្តិគាត់លើកខាន់ស្លាមលូលើកដាក់ឲ្យយើងទទួលខាន់យើងសូត្រសម្បត្តិដាក់ទៅលើកាពីហើយឈ្មោះគាត់បញ្ចូលកាពីប្រាប់ថាក្បួនតម្រាដែលគាត់រៀនសុំរៀនពីគ្រូច្បាប់ដើមអញ្ចឹងតម្រាហៅក្បួនតម្រាហៅតំណមទាំង21ហើយក្បួនតម្រាទាំង21យើងនិយាយមកថាសម្បត្តិ21ដាក់ចូលសម្បត្តិ21ហើយអត់ទាន់ទាំងចូលសម្បត្តិបដាសាទាំង7ទេណាបាទខ្ញុំឲ្យគាត់លើកកាពីខាន់ណាចាំខ្ញុំឲ្យបងប្អូនមើលកាពីហ្នឹងលើកកាពីសាស្ត្រាមកគាត់ទូលទៅលើក្បាលអូនឯងជឿថាពេលដែលគាត់ទូលទៅលើក្បាលណាស្រំផ្ទះបាញ់មេឃភ្លៀងអត់ផ្ទះបាញ់មេឃភ្លៀងវាមិនភ្លៀងអីណាបើយើងនិយាយថាមេឃអាលឹមបដាកោនេះគេថាភ្លៀងបដាកោវាអត់ដាច់គ្រាប់ណាបាទវានៅរ៉ែតែមុននោះវាភ្លៀងធំម្ដងហើយយល់បងនៅក្នុងប្រទេសអាសនៈចាស់បងផ្ទះបាញ់នៅកន្លែងផ្សេងតែគោលវល់ឡើងសន្ធឹកបាទគាត់ធ្វើជ្រូកកាពីខ្ពាកចូលទៅក្រោមខ្ញុំក៏លើកកាពីម្ដងទៀតខ្ញុំមិនសូវសប្បាយចិត្តជាមួយទេខ្ញុំក៏លើកកាពីខ្ញុំសួរបញ្ជាក់ខួចកូនឯងរៀនពីចៃសង្គ្រាមរួចអត់ទៅរួចអត់សាក់សិនឪណែអត់និយាយសាក់ឯងបើហើយរៀនគឺរៀនអត់គឺអត់មានរឿងហើយប្រើពាក្យចង់សាក់ឯងរៀនគឺរៀនហើយសន្យាជាមួយអញបើហើយចង់រៀនអញសុំសម្បត្តិទាំង7បដាសាទាំង7វាព្រមបាទវាព្រមព្រមបានអត់អីទេសូត្របដាសាបើកាពីសូត្របដាសាពីមុនណាអូនបងប្អូនណាពីមុនណាគេសូត្របដាសាដាក់លើអីគេសូត្របដាសាពីដើមគេដាក់លើផ្ទាំងសាលាគេទៅសេពាក្យបដាសាលើផ្ទាំងសាលារួចគេសូត្រដាក់បដាសាលើផ្ទាំងសាលាពីដើមណាបងប្អូនអាចទៅឆែកបានគេលុះថាវាមិនដែរបងណែទៅឆែកពីដើមមកអង្គវត្តក៏មានដែរស្មាតោធ្លាប់ឮគេនិយាយថាអង្គវត្តក៏មានផ្ទាំងបដាសាដែរពីមុនគេឆ្លាក់លើផ្ទាំងសាលាបាទដល់ពេលហៅបដាសាសូត្រដាក់ទៅលើរួចវាទូលកាពីលើកឡើងទៅដាក់ជាមួយនឹងប្រខណ្ឌដើមបងមានតែមួយទេគឺប្រខណ្ឌកតុយត្រីប្រខណ្ឌបែកនេះធ្ងន់ក៏ដុបហ្មងប្រខណ្ឌចាស់ហើយប្រខណ្ឌហ្នឹងគឺប្រខណ្ឌរបស់លោកឪជ័យវណ្ណស័កប្រខណ្ឌដើមដែលឪសូលសៀតមកដាច់អាយ៉ះកន្លែងនេះហ្នឹងហើយប្រខណ្ឌហ្នឹងដែលគ្រូថ្នាក់ជាងគេគាត់ទូលប្រខណ្ឌឡើងទៅលើទូលកាពីឡើងទៅលើរួចគាត់ក៏សុំចាប់ដើមរៀនពីយប់ហ្នឹងមុននឹងរៀនខ្ញុំឲ្យគាត់ពិបាសនាមែនខ្ញុំទទួលស្គាល់ទៅលើចំណុចមួយដែរអាខូចវារៀនបានគូវារៀនបានមែនបលុយគូវិសុទ្ធសាហាវហ្មងអ្នកមោសេនាងទាំងជ័យវិធាននឹងកបច្ច័យយ៉ាងថងតេមេកអូវាសុទ្ធទៅលាស់យកហ្មងសលេងណាសលេងវាទឹកដមវាសុទ្ធខ្ញុំចេះគិតថាកូនគាត់មកវាសុទ្ធបលុយសាហាវហ្មងសុំបីពុទ្ធធាំងណាសាងសេបូណាសាងសេនមោសេវាសូត្រសង្កត់លើតួបល័យកន្លែងណាវាដឹងថាធ្ងន់វាសង្កត់កន្លែងណាទៅស្រាវាប្រហើតបាទវាឆ្លាតមកអាកូនហ្នឹងរៀនចប់ខ្ញុំឃើញវាសូត្របល័យបានណាបងប្អូនខ្ញុំក៏ឲ្យវារៀនក្បួនយើងអត់មានទៅធ្វើអ្នកណាយើងគ្រាន់ថាឲ្យវារៀនបដាវិសាបដាហ្នឹងហើយរៀបក្បួនបច្ចេកសង្គ្រាមអញមើលតិចក្បួនបច្ចេកសង្គ្រាមក្បួនធម្មតាក្បួនសឹកហៅបច្ចេកក្បួនគុនគូបាទចតុភូបច្ចេកក្បួនរៀបតបសនុតបច្ចេកវិធីគឺក្បួនរបស់សម្ដេចព្រះគ្រូបរោហិតឬក៏ជារាជគ្រូដែលគេគុនគូតម្រាបាទហើយរៀបទាំង4ទិសនឹងអានវារៀបត្រូវរបស់វាមែនអូនរៀបត្រូវហ្មងត្រូវយើងគេថាអូអញមានកូនសិស្សមួយល្អគាត់បាននេះរៀនបានអាសវត្តកូនសិស្សដើមខ្ញុំមកលួចខ្សឹបប្រាប់ខ្ញុំថាខ្ញុំអត់ខាត់ទេរឿងវារៀនខ្ញុំអត់ខាត់ទេតែឪគ្រាន់តែឪស្ដាប់ពាក្យខ្ញុំមួយអាខួចមនុស្សវាល្មមស្រីសវណ្ណហ្នឹងគេដឹងហ្នឹងហើយវាល្មមស្រីបាទហើយនៅក្នុងសម្បត្តិទាំង7គឺមានរឿងសម្បត្តិស្រីហ្នឹងរឿងប្រពន្ធគេហ្នឹងរឿងប្រពន្ធគេតាមដែលខ្ញុំដឹងណាអាហ្នឹងវាតាក់ទោម្នាក់ស្រីហ្នឹងប្រមាយកូនមួយ
តែគេអត់ទាន់លេងលះគ្នាទេ យល់បងយល់ គេគ្រាន់តែបែកគ្នាមួយប្តីប្រពន្ធគេតែគេអត់ទាន់លេងលះគេផ្ដិតមេដៃលេងគ្នាទេ បាទ អានឹងនៅតាក់ទងគេឪខ្ញុំក៏ហៅអាខួចនឹងមកខួចឪសួរប្រតេនចាស់អង្គុយចឹងសួរអ្នកដែលធ្លាប់ស្ដាប់ខ្ញុំនៅជ្រោយច្បារផ្ទះជ្រោយច្បារដឹងតែផ្ទះឈើអាខួចហែងយកប្រពន្ធគេអត់ទេឪ ប្រកែក ប្រកែកអត់ទេឪវាលេងគ្នាហើយច្បាស់អត់តែលេងគ្នាឪលេងគ្នាអ្នកណាគេទៅប្រាប់ឪខ្ញុំក៏និយាយថាអាសវត្តមកប្រាប់ដល់ពេលអញ្ចឹងណាវាបាត់មុខតាំងពីថ្ងៃដែលខ្ញុំសួរគឺអាខួចបាត់មុខចេញពីខ្ញុំទៅហ្មងចិត្តមួយខែអាខួចចិត្តមួយខែ អត់មានប្រាប់យ៉ាងទៅណា អត់ប្រាប់យើងផ្ដាច់ខាតសុំបីតា account Facebook ក៏ lock ចូលដែរក៏គេដាក់អីគេនោះអូគេដាក់ private ហ្នឹង ហ្នឹងហើយដាក់ private តែរបៀបដូចថាយើង lock account ចោលអញ្ចឹង បាទ បាត់មួយខែក្រោយអាសវត្តអាខួចមកវិញអាខួចមកវិញណាមកសាពះក្រាបសាពះខ្ញុំក្រាបសាពះសុំកម្មាទោសខ្ញុំថាអត់អីទេកូនលើកលែងឲ្យបានអត់បញ្ហា យើងដឹងថាខុសហើយ ហ្នឹងហើយខ្ញុំថាអីទេកូនឯងបន្ទូលសម្បត្តិទៅលើឪទៅលើលោកឪង៉ែតទូលសម្បត្តិទៅលើលោកឪង៉ែតរួចវារៀនបាន5ថ្ងៃក្រោយវាសុំក្បួនតម្រាសាខ្ញុំសុំក្បួនតម្រាមួយដើម្បីសាក់ក្បួនតម្រាខ្ញុំចង់ដឹងថាខ្ញុំរៀនអាហ្នឹងប៉កែអត់ចេះអត់វាសាក់សិតអត់ បាទ ហើយយកទៅសាក់ណាគេកូនទេខ្ញុំអត់សាក់ណាគេឪតែគ្រាន់ចំគេហៅថាចម្រើន បាទ ចម្រើនវិជាខ្ញុំគ្រាន់តែចម្រើនវិជាឯងក្បួនមួយដែលឪធ្លាប់និយាយរឿងប្រប្រក់ស្នាប័ណ្ណឪអាចប្រាប់ខ្ញុំបានអត់ក្បួនហ្នឹងមានអីខ្លះបងវាផ្លិចតិចឆឹងស្នាហ្នឹងកូនស្នាហ្នឹងសាងពីឈើចេះប្រាប់ទាំងអស់បល័យយឹតស្នាបល័យយឹតស្នាបាញ់តម្រង់ឲ្យយឹតស្នាត្រាំមួយស្រែស សាបល័យធ្ងន់ទៀត ប្រាប់ទាំងអស់ប្រាប់រួចអនុថាចោះក្បួនវាពាត់ទៅលើ4ទិសហ្នឹងគេយកអីទៅខាំងអា4ទិសហ្នឹងក៏បានវាដាច់ខ្សែសមា បាទ កូនឯងប្រើស្ដេចប្រយមរាជមក ប្រាប់ទៀត ប្រើក្បួនតម្រាប្រយមរាជទាំង4ទិសមកយាមឆ្មាំវាំងឆ្មាំវត្តយកឆ្មាំវត្តមកយាមទៅលើកាឡាទាំង4 បាទ រួចទៅសេអាឋានពីមុខនៅក្នុងកណ្ដាលអាឋានគឺទៅសេអាឋានមហាអូតនៅខាងមុខអាឋានទ្វារ8នៅខាងក្រោយអាឋានតពាត់មហាសង្ឃប្រាប់អស់អាលិញខ្ញុំសុំទៅលេងស្រុករៀនបាន4ថ្ងៃ5ថ្ងៃអានោះសុំទៅរៀនទៅស្រុកទៅលេងស្រុកឲ្យលុយវាទៅ200000ទៀតស្មាទោសកាលហ្នឹងឲ្យវាទៅ200000ទៀតឲ្យទៅ200000បាត់អានោះ10ថ្ងៃអាខួចមកវិញម្ដងទៀតអាសវត្តមកប្រាប់ថាខ្ញុំមានអារម្មណ៍ថាអាខួចអត់ស្រួលទេអាមេងនិងអាលីមកដល់ភ្លាមឃើញអាខួចប្រាប់ថាអាខួចហែងបាត់ចោលបាត់ឡើងអញ្ចឹងយ៉ាត់ខឹងណាហែងយ៉ាត់ប្រយ័ត្នខឹងយ៉ាត់ដេញចេញពីផ្ទះវាថាវាទៅមានការពួកឯងដឹងទេពួកឯងយល់អារម្មណ៍វានិយាយចឹងថាឯងអត់យល់អារម្មណ៍វាស្រាប់តែបងណាចិត្តជាគ្រូផ្លែកមែនចាប់ដើមមានអារម្មណ៍ថាអានឹងផ្លែកទេមករយៈហ្នឹងហើយវាមកអង្គុយទល់មុខកូនសិស្ស3នាក់ទៀតអង្គុយខាងនេះសួរឯងទល់មុខបងហើយយកក្បួនតម្រាទៅធ្វើអីហើយយកទៅរៀបអីហើយយកទៅធ្វើអ្នកណាវាអត់ប្រាប់ទេវាថាវាគ្រាន់តែទៅចម្រើនវិជាខ្ញុំក៏ប្រាប់ថាអញ្ចេះខួចលាសម្បត្តិ21ធ្លាក់ម្ដង7វិញទម្លាក់សម្បត្តិតែយកហ្មងធម្មតាពាក្យចាស់ពីដើមចេះខ្លាំងនៅលើគ្រូបើគ្រូចង់ឲ្យខ្សោយគឺខ្សោយគ្រូចង់ឲ្យខ្លាំងគឺខ្លាំងហើយហ្នឹងហើយ ទម្លាក់សម្បត្តិពី21ម្ដង7វិញទម្លាក់មកវិញគ្រាន់តែទម្លាក់សម្បត្តិវារួចហើយវាអត់មាត់ទេវាឲ្យយើងទម្លាក់វាអត់មាត់ទេ2ថ្ងៃក្រោយកូនសិស្សខ្លួនឯងយកបល័យគ្រូខ្លួនឯងបរៀនខ្លួនឯងយកមកសាក់គ្រូខ្លួនឯងយកមកសាក់ខ្ញុំសាក់មុំចក្រាន3បាទសាក់មុំចក្រាន3វាអត់សប្បាយចិត្តនឹងរឿងខ្ញុំទម្លាក់សម្បត្តិគេតែយើងម៉ោង1:29នាទីម៉ោង1:29នាទីបាទខ្ញុំចាប់ផ្ដើមក្តៅទ្រូងក្តៅឈួលដូចយើងក្តៅក្នុងអញ្ចឹងលេបទឹកមាត់ក៏ឈឺថាឈឺមែនទែនបាទងើបចេញពីបន្ទប់ដើរទៅរកទូទឹកកកទៅរកទឹកផឹកបងដើរទៅរកទឹកផឹកដុំភ្លើងខ្ទប់ជាប់នឹងកញ្ចក់ផ្ទះខ្ញុំអញ្ចឹងបាទដុំភ្លើងដូចគេគប់មកដុំនឹងចូលល្ងើកចូលក្នុងភ្លើងចូលដឹបបីផ្កាភ្លើងព្រាកខ្ញុំសន្លឹងមើលទៅក្រៅបងសន្លឹងមើលទៅក្រៅដែរនឹងភ្លាមហើយអីដល់មក
ấy để máu về nơi không bị chơi sừng kriêm nhóm từ xa ấy con sơ thơ cừu mang quả ta khơi bay cà phượng pri á cái bẫy nó cài rồi bà cái bẫy nó là cài rồi phượng mong cái bẫy nó phượng nhóm quả ta cái lấy khơi cái bẫy anh có ta cái bẫy đi cái bẫy anh vậy này cái bẫy anh thế à niêng nhóm làng tới đặt của anh bẫy nè nơi lỡ ngớp con ở trên anh mà cô mà lú pram mắt hay riêng ôn từ ra bay cái ba cái bẫy tư khẳng lấy nhà anh vô cái đắng mà scott vô cái đắng màu vô trường prom po đặc biệt các bạn vô mà đạn con tụm lại mà cô vì lừa chạy đạn đắng tới trăm anh phơi mơ phơi trăm anh phơi mơ mẹ nó ổn bọn phơi mơ sắc ạc công kruông sao rụt ai nhá anh đại miền đấy sao bật kru á sắc ạc công chỉ mỗi bia hãy số phải lấy chơi vô sầm lại anh số chơi vô sầm lại hãy số phải lấy ốp bạ chạy chạy giang anh số ốp bạ chạy giang hãy số cạ bạ thay chi mà anh số cạ bạ thay chi mà anh số chỉ mỗi hãy số đây số nào số tới số mà sắc ạc công á viên mẹ đôi chừng loạt đá bánh sẽ lấy khơi nhé sắc ạc công mang bốc chặt đám nhau bậc trường thang kháng ấy vô lấy anh chọn anh bán nó chọn trường anh bán trường Sam mà chọn trường nhóm đa trường Sam chọn trường truyền gót ba chất chịu kru ở trong sắc cho mỗi bia tế bà anh lên kháng hãy ngọt anh kru ấy nha hãy riêng cái bốn mỗi anh bị chơi dừng cream 35 cam mê nơi không bị chơi dừng cream miên rồi hốt đó phòng 332 cam mê hãy tập ban 32 cam mê à niêng anh gọi phải vậy mà ra có 4 tầm ra phải bị chơi dừng cream hãy ở toàn school thập bao cái 4 tầm ra mà chơi nè mô tê tara smart chơi mà ha chặt cạ cây bật thấp bật say hãy ở toàn school lê riêng chỉ thua mô sao chỉ riêng vô sao nè hãy ở toàn school thập bọ tầm ra không mùi này chặt ở đám bông à dương á dương kêu đại thì bị không mên dương chặt chơi ra anh ấy hơn mới anh ấy hơn khăng và hơn khăng ở đây chẳng sập phơi cái mai vấn đề sập phơi cái mai không nắng bao cái 4 tập ra pi tập 4 bao một phát cái pi trai cái hai trai vùng 74 bao mà thành trai 74 trong cái tối thành con chạy lại con chung bao tập pi nâng má số tập ra hai chúng mua nâng châu nâng cái pi pro hải này đã sầm bọt lửa cái pi chắc anh vô chúng mua hải sẽ có trong cái pi nâng lên kia nè vô cái pi sẽ có do thấy tiền lửa cái pi cắp cái pi mà vinh chẳng á vô sai rồi mà sai bỏ chai là tròn cơ á để nhung tròn tục tròn cơ đi vô mà tròn lửa cái pi tròn lửa cái pi rùa cho nhung pra smarto nhung pra cái đạt lưỡng cái đạt con có cái đạt lưỡng cái đạt biết đốt phải đau chẳng là nứng nhung vô cái đạt lưỡng mà vay lửa cái pi vay to tận đất cho nó cái pi nó mà nhung sập chặt smarto riêng khăn đây vay to tận đất cái pi phăng cái pi nó xong bây giờ lớn còn cái pi nó bao trào bạc nhung pra cái pi nó nhung pra cái pi bê như vậy đó bên chẳng á nhung đã khơi ta phải đói chốt kết pra phụ con sẽ nhung chốt kết tao bán này chốt à phải cho bao viết tao trên trang tam tao nào viết tay cướp kia chăm á riêng kho sầm bọt mình men hãy kho ngàyที่ ai là ngày chua về cái tam pla nhảy mà đong tịnh rồi hốt ở tận ca trong crowd smarto phải đói viết cháu là ta phải đói viết men phải đói viết rồi dạ phê pi khai đọc 9 ថ្ងៃអាខួចត្រឡប់មកវិញ100ខ្ញុំអាខួចត្រឡប់មកវិញត្រឡប់មកលើកនឹងមានកាន់ឈើច្រត់ធ្ងន់ណាស់មកលើកនឹងមានកាន់ឈើច្រត់ដើរប៉ាំងពីចេះចិត្តជាគ្រូសិស្សស្មាតទៅនិយាយចេះអត់ចង់ឲ្យថាអញចិត្តដាច់ពេកអញអាក្រក់ពេកអត់ចង់ទេសួរវាផ្ទះនឹងក្រោមផ្ទះខ្ញុំនៅជ្រោយបាកំពុងមានដើមស្វាយមួយហើយមានបងមួយអង្គុយក្រុមដើមស្វាយកាលនេះខ្ញុំអង្គុយហ្នឹងដើរមកខ្ញុំចេះតាមទៅអានឹងណាគេបែរតើអូអាគ្រួចដើរចុះមកប៉ាំងពេកសួរហែងកើតអីអើស្វែងគុំខ្ញុំមួយកើតអីគ្រោះថ្នាក់ចរាចរណ៍អីគ្រោះថ្នាក់មិនចាពួកខ្ញុំជិះម៉ូតូទៅគេឆាបប៉ះទៅឡានគាត់ដាច់ជើងធំហ្នឹងដាច់ជើងខាងស្ដាំខ្ញុំមកគ្រាន់តែលឺវានិយាយថាដាច់ជើងខាងស្ដាំខ្ញុំមិនឃើញចេះហែងចងជើងអញស្ដាំហើយហែងសឹកអញបាទហើយចាំបានតែចងជើងអញអញគ្រូហើយអញគ្រូហើយប្រាប់ខ្ញុំថាអញគ្រូហើយតែចងជើងអញយល់ទេបាក់ជើងហ្នឹងសុំវិលមករៀនវិញខ្ញុំថាមករៀនក៏រៀនចោះ
តែរឿងសម្បត្តិនឹងខណ្ឌពលឹងអត់ឲ្យលើកទេរៀនបានប៉ុណ្ណាយកប៉ុណ្ណឹងទៅបានន័យថាបើអាចអត់លើកខណ្ឌអត់លើកទងពលឹងអត់លើកខណ្ឌពលឹងទេស្មើរៀនអត់គ្រូអានេះស្មើរៀនអត់គ្រូហើយអញ្ចឹងខ្ញុំថាមិនបាច់លើកខណ្ឌទេណាមិនបាច់លើកខណ្ឌទេរៀនតាមតាណាបើគេសូត្រតែកូនសិស្សផ្សេងគេសូត្រស្ដាប់គេទៅបើចាប់បានយកទៅនិស័យបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងណានិស័យបានប៉ុណ្ណាយកប៉ុណ្ណឹងរំលោភបានមួយខែក្រោយភ្លើងឆេះផ្ទះមែនតើណាភ្លើងឆេះផ្ទះបាទឆេះផ្ទះនេះក្មួយអាលៀកភ្លើងវិនិច្ឆ័យដូចគេនិយាយថាសួយលេខទូកដាទេក៏បើភ្លើងឆេះផ្ទះហ្នឹងវិនិច្ឆ័យខ្ទេចបាទភ្លើងឆេះផ្ទះអត់ចិត្តចុងក្រោយរត់ទៅកោះកងរត់ទៅធ្វើការឲ្យគេនៅកោះកងរត់ទៅនៅកោះកងបានកន្លះឆ្នាំខ្ញុំចាប់ផ្ដើមទទួលកូនសិស្សជំនាន់ទី2អំឡុងពេលដែលខ្ញុំទទួលកូនសិស្សខ្ញុំជំនាន់ទី2ក៏អាខួចនឹងវាមានរឿងវិតែមកសុំលុយឲ្យខ្ញុំសុំ10រៀលបាទខ្ញុំថាហែងនៅណាកូនខ្ញុំឥឡូវនៅកោះកងខ្ញុំជួយលើកបកាគេអញ្ចឹង1 2 3 4 5ហើយហែងអត់លុយអត់មានលុយទេចុះឥឡូវហ្នឹងហែងទៅជាមួយបងប្អូនហើយទៅជាមួយណាគេឬក៏ទៅតែឯងបាទវាថាមកតែឯងទេខ្ញុំមិនអស់ចិត្តខ្ញុំសួរដេញដោចុះមិនឯងទៅតែឯងអញ្ចឹងវាក៏ប្រាប់ថាខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំចាញ់សម្បត្តិពីជ័យសង្គ្រាមចាញ់សម្បត្តិពីជ័យសង្គ្រាមវាដឹងខ្លួនឯងច្បាស់ណាស់ចាំខ្ញុំថតរូបមួយស្លឹកឲ្យឯងមើលថតរូបមួយស្លឹកឲ្យខ្ញុំមើលខ្វាក់គ្រាប់ភ្នែកមួយជាហៀងចំមែនតើណាខ្វាក់គ្រាប់ភ្នែកមួយជាហៀងត្រូវអីគេបងមិនមែនធ្លុះមិនមែនស្អីបុកចូលគ្រាប់ភ្នែកទេណាបាទខ្មុំតិចក្រោមភ្នែកហ្នឹងឯងខ្មុំតិចហើមយូរទៅតបកភ្នែកវាហើមចូលគ្នាទៅអញ្ចឹងបាទកើតខ្ទុះទៅខ្ទុះស៊ីប្រស័យភ្នែកទៅខ្វាក់គ្រាប់ភ្នែកហ្នឹងដែលមានឯខ្មុំតិចក្រោមហើយខ្វាក់គ្រាប់ភ្នែកដែលមានប្រវត្តិអត់យើងគិតត្រឹមប៉ុណ្្នឹងហ្នឹងហើយដែលមានអាណាគេខ្មុំបន្តិចតែហ្នឹងរួចមកខ្វាក់គ្រាប់ភ្នែកដល់ភិញ្ញាពេកស្អីក៏ដោយដែលឲ្យចង់អ្នកឯងដាក់បដាសាទៅលើកាពីអីខ្លះទូលសម្បត្តិរឿងអីខ្លះខ្ញុំគ្រាន់តែលឺនិយាយថាវាខ្វាក់គ្រាប់ភ្នែកមកជារៀងណាខ្ញុំអាណិតស្មាត់ទោះប៉ុណ្ណាក៏ដោយអាណិតកូនសិស្សហើយពួកវាត្រឡប់មកវិញកូនសិស្សជំនាន់ទី1មកដល់កូនសិស្សជំនាន់ទី2ក៏អង្គុយនឹងបែកចែកគ្នាឆ្វេងស្ដាំបាទរៀបពិធីឡើងទូលសម្បត្តិដុតស្លឹកកាពី2ស្លឹកចោលដុតតម្រាសម្បត្តិ7ធាន1បត់ដុតបដាសា7ធានចោល1ដុតទាំងពីរស្រាយចំណងគួចស្លឹកបក់ទៀនប្រួចខ្លួនវាឲ្យរួចផុតពីចំណងកុំឲ្យជាប់បដាសាក្នុងរឿងហ្នឹងឲ្យអស់គ្រោះតែឲ្យអស់ប៉ុណ្្នឹងទៅហើយប្រាប់វាថាខ្លួនឯងមួយឪក្នុងនាមឪនឹងកូនតែលេងមានពាក្យថាសិស្សហើយនឹងគ្រូលេងមានហើយកូនត្រឡប់ទៅចាស់សុខសប្បាយថ្ងៃនោះបងឲ្យលុយឲ្យកទៅទៀតគ្រាន់តែប្រាប់ថាកូនណានេះគឺសម្បត្តិពីជ័យសង្គ្រាមអញ្ចឹងសាច់រឿងមួយនេះមានតែប៉ុណ្្នឹងឯងបងប្អូនទាំងនេះខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនស្ដាប់ហើយទុកជាមេរៀនមិនមែនចង់ហែកហួររឿងកូនសិស្សខ្លួនឯងទេតែវាអាចនិយាយជាមេរៀនមួយដែលគ្រប់គ្នាចង់រៀនណាកុំចូលតាមគ្នាបាទកុំចេះតែស្ដាប់រឿងពីពេកនេះពីពេកនោះឬក៏ channel នេះ channel នោះរួចយើងកើតអារម្មណ៍ដែលយើងចង់រៀនណាបងខ្ញុំកាត់មួយតោះចំពោះបងថាសិស្សទី1សវត្តអ្នកនាំមកហ្នឹងហើយដឹងគាត់មានអារម្មណ៍មិនអីណាអត់និយាយហ្មងបាទខ្ញុំដឹងតែវាឆ្អែតចិត្តដូចគ្នាគាត់ចិត្តដូចគ្នាខុសមួយខាងនោះខុសមួយបងហ្នឹងហើយរបៀបថាមិនគួរណានាំវាមកគាត់និយាយពាក្យហ្នឹងដែរថាខ្ញុំមិនគួរណានាំមិនដឹងមកសោះចិត្តជាគ្រូយើងចិត្តអត់ដាច់ជាចុងក្រោយនៅចិត្តអត់ដាច់នៅតែស្រាយឲ្យតែដែររបៀបមើលទៅដូចក្មេងម្នាក់មិនទាន់ដឹងអីអញ្ចឹងហ្នឹងហើយអ្វីដែលវាធ្វើឲ្យខ្ញុំចិត្តដាច់ចាប់ពិតខ្ញុំអត់ចង់និយាយពាក្យឡើយហ្នឹងឯងអ្វីដែលវាធ្វើឲ្យបងចិត្តដាច់នៅក្នុងរឿងហ្នឹងណាបាទគឺរឿងដែលវាស្រេចឲ្យម្ដាយវាអូចាប់ពិតរឿងហ្នឹងទេបើត្រឹមឯខុសសម្បត្តិមានប្រពន្ធដែលយកប្រពន្ធគេអាហ្នឹងរឿងឯផ្ទាល់ខ្លួនចាស់បាទអាសវត្តវាទៅប្រាប់ម៉ែអាខូចហ្នឹងណាថាអាខូចហ្នឹងវាមានស្រីចេះយកប្រពន្ធគេចេះបាទម៉ែវាទៅស្ដីអាខូចស្រែកឲ្យម៉ែវារុញម៉ែវាខ្ទប់ជាប់នឹងទ្វារទេម៉ែវាលើសឈាមដេកពេទ្យ7ថ្ងៃកន្លែងហ្នឹងដែលខ្ញុំចិត្តដាច់ណាចាំទុករៀនជាមួយគ្រូអាគមណាបើកូនអត់កូនឯងអត់ទេបើអ្នកទាំងអស់គ្នារៀនចង់រៀនកប់កាពីក៏ដោយតែបើអត់ប្រតិបត្តិឲ្យពុកម្ដាយត្រូវទេអាលាយទាំងអស់ក្បួនអីក៏ដោយតែផ្លេចព្រះរស់អីក៏លាយដែរតែផ្លេចកុំសង្ឃឹមគេថាតែផ្លេចព្រះរស់ចង់ហ្នឹងហើយក្បួនតម្រាធំជាងគេគឺគុណមេដាបៃតាហ្នឹងហើយដែលធំជាងគេ
จะปูย่อมกำทาและสปอร์ตเลือกคันบางคนตอนแต่ย่อมตื้อกระไรหน้าเลยมีอารมณ์ท่าอัดซัวทั้งอ้อยแต่ย่อมเจนปีกระไรนึงแต่ย่อมได้ไอ้อ้อยอ่ะบอกว่านั่งยังมีอารมณ์ท่าจวบสมบัติในทรงจัดไอ้เจ้าตำรวจกอดตูบอกว่านั่งให้ยัยเล่นตูสมบัติสมาร์ตโต้น้องตูสมบัติปูย่อมทางดอกเบี้ยนะปูย่อมทางดอกเบี้ยเก็บเซ่ย่อมบัดดังนั้นนะแต่ปูย่อมทางดอกเบี้ยนะบาสันเฮียนสัจจาสมบัติด่าเลือกปีเจอแต่เบี้ยชาวเชียมชาวเลือกปีนั่งไงเอาปรีกับปีเอาปรีบาดกับปีซีเชียมนั่งสันซีเชียมไม่สกอร์ไหลบ้าจำไหลบ้าตกไหลไงเซลก็เซลไหวจริงๆกี่ตามประตูตามสามสายยืนคุยยังเหมือนกอดแบบสันจะกอดตั้งจัดล้อมันกอดเรียนฉับใจจริงๆนั่งไงให้จังอย่างถ้ากอดมิ้นดงหมองไงมันเนื้อมนวดเนื้อมนวดเนื้อแหลกนะถ้าบ้านมากำลังเตยจัดนั่งล่างมากำลังบ้านจัดล่างมากำลังเตยปัวกอดกับปงแต่เรียนสไนซกกอดส้มแต่รถเรียนกี่เจ๊เดี๋ยวมีอารมณ์ท่าcái này nếu mà trong cạch nôn thì chắc bạn trong cạch bong bổ đấy mà nút đọc nè bảo riêng à cô mình mến ra riêng đọc nè và cái ảnh nâng tập o hay tam mà tại chỉ đọc mà tam thì sai bầm nữa nè khác riêng tới riêng chỉ môi cru đôi ta kê đôi ta ai nha đọc pe và cái thì và cái slide ra chơi nè khác ọt khăng hưởng slide và cái khăng đòn pừ nè khác tôi và cái khăng thưa nè khác tôi và cái khăng riêng trong cách AC nâng từ việc đôi khi này thì ปูพิจารณากินจังไงปัจจัยทั่วไอ้ก็แล้วแกอ้อยยังเฟื่องทานจากในสิ่งนี้บอกยังบางคนให้ยมการมวยเจ็ดยมดังถ้าบางคนจะจัดเรื่องกุ้มนั่งโดยยมโปรเดซ่าไอ้เรื่องขม้อยยังไม่หลอมทะลงแต่ได้ถึงหรอเงินถ้าเสียงตัวยังก่อนสมัยเลี้ยงเป็นจังได้ปัจจัยเรื่องกุ้มโดยบองเยอะจังเรื่องเพื่อเมียนกับลูกกับเละซีจมเราเตะเมียนสมบัติครูเมียนไซเชิญเกียรติให้โดยกวดเยอะจากบางคนเรียนคือแม่ถ้าแต่เรากี่ปริญญายังเต้แม่บักครูพิจารณาคล้ายอ้อยอ่ะโดยแต่ดังโกนใส่เกงจังกอดอ้อยนึดูตึกอ้อยนึปูโอ้ปูไอ้กอดในแต่เขาตะแคงสั้นสั้นมือสั้นทายอบ้านเนาะปูเนี่ยแค่โดยมอนี่บ้านทำอะไรแต่ไม่ยิงเธอครูอะไรนึงเติมไปเนี่ยไปอ๋อถ้าเป็นเรื่องสมบัติครูเนี้ยยมจังไทยมาเรื่องตีนบ้าเรื่องโกนเศร้ายมมวยตีนเรื่องโกนเศร้านั้นถ้าบัดถ้ากอดถ้าบัดทันใจกอดไปดามครูไอ้ก็ไปดามครูไอ้กดใจให้มันมาโรยยังกดใจให้แต่ก่อนเราความตอนใจคลั่งบ่าแต่ก่อนมาส่งยมเรียนบ่าให้กอดนั้นคือกันดอกเบี้ยพร้อมกันบารมีพร้อมบ่ากอดเนี่ยกันบารมีพระมณีใส่กอดนั้นไงจะมีในทัศน์หูได้กอดอัศน้อยแต่กอดกรุบแต่เลือพระมณีใส่ให้อาสนะบอกกอดอัดทงนะให้เราตามยมกอดอะไรยมเมื่อบ่าอันยังมาทามาตกทงปันได้ผู้ซ้อมได้ใหญ่เต๋อให้กอดนั่งนิยมแปะขนายตั้งนิยมอ่ะจึงเนื้อแข็งนั่นกอดแปะขนายตั้งจะโกงคลาจะโกงไอ้จังตายยมนี่ยมเชื่อละยมแปะเต้เราไปจังก่อนมาส่งหรือเพื่อถ้าก่อนมาส่งเรียนประทายมาส่งเรียนประทายไหมยมกระทาไอ้เต้เอาเรียนเต้มาเรียนบ้านปนายยมปนังแต่บอกมาเรียนปลายด่าปลายด่าด้วยปลายคาบเรียนกระบวนตบราคาบโยหรือบ่เรียนตบรากระบวนตบรากาเปียเรียนกระบวนตบราบังเงียนบังไอ้ยังเต้าโหยมเรียนเฉินอาการนึงจะเรียนดออมแรงจะเรียนดออมแรงกับพงซุยเยอะก่อนนั่นปากกายอ่ะสลับแต่ก่อนเรียนบัดแต่ก่อนบ้านเลือกคันแม่นก่อนบ้านเลือกคันตายเลือกจบจนน้องในก่อนสเปอาสนะก็จบจนน้องเหมือนอาสนะหึงประเทศสลับแต่ก่อนมันก็บัดไอ้เย่ก่อนแต่ก่อนนั้นเรือเบียบด้วยท่าเมาบัดเมาให้บัดปีเป็นไงจังเต้เมาบัดปีเป็นไงจังเต้ก็ครูเกมวยเตี้ยก็จะเรียนมวยเกมวยเตี้ยก็แต่จับบอกเกโยมาก็โยไปเลยบอกเกนึงไปเลยไปย่อมใบโจขณีโยจับใบโจขณีแล้วแต่ก็จับใบโจขณีเต้ใบไปเลยนึกรู้ก่อนโยกมาสู้ขย่อมถ้าไปเลยนึกปลาบ้านนั้นยังสลับเต้จมไปเลยนึกไปเลยบอกให้ไปเลยตัวนี้มันมาเป็นนะก็ปรับคนไอ้ท่าก็เรียนใบยมท่าโอนไปเลยตัวเกียร์ท่าสไนอ่ะเกียร์ท่าดาวปีกบาตะโบกม้าเกียร์ท่ามหาสไนดอกเกียร์ท่าจองก็ได้นายโยไปเลยดับเลยโยมาดับเลยกินเน็ตโยมาดับไม่ใช่ปรีเอาไหนโดยโยมาดดพองปรีพองนี่มันจะถือเต้ถือโอนก็ตึงใบกระบวนมือตีดโยมเอาโยมมือตีดผมใบบ้านมือตีดโยมเอามือตีดผมใบหลังบ้านผมมวยเกียร์ท่าโยมเอาโยมมือผมใบผมมวยเกียร์ท่ายมเอาโยมอัดถือต่างnhưng tha thể có thắng còn vô bữa nay con tha còn vô phụ ấy có tha lục con lục ta con nó phụ vụ sập con mà phẹp như có tha vô tới phải lấy nè liền tay vô ba cái ba ngay tới cái lắp lan này băng lan cái lắp đi cái này đó băng lan cái lắp chân tới con nó có liều được tha à bây giờ nửa khác
វាបច្ចេកទេសការបើកខ្លះទៅអញ្ចឹងណាគាត់ក៏មកលាសម្បត្តិខ្ញុំថាមិនបាច់លាព្រោះតែមានបានដាក់សម្បត្តិមួយបងបាច់លាទេតែគ្រាន់តែថ្ងៃក្រោយគាត់ប្រាប់ថាគុំត្រឡប់យករបស់គេនឹងត្រឡប់បោះឬក៏របស់ខ្លួនឯងយកមកបុកបញ្ចូលគ្នាអញ្ចឹងបាទអត់ត្រូវពលឹងអាឋានមួយគ្រូដើមគឺគ្រូរបស់គេគឺគ្រូគេគ្រូយើងគឺគ្រូយើងហើយកុំឲ្យលោកឡំវាអញ្ចឹងពីប្រាប់សម្បីតែខ្ញុំមនុស្សធម្មតាក៏ស្ដាប់ទៅឆ្កងដែរហើយគាត់គួរឲ្យគាត់ធ្វើអញ្ចឹងអត់ត្រូវទេបំបែកថាបងអ្នកបរៀនប្រហែលកាមេ7កាមេដកម្ដងបន្តិចទាំង7កាមេហ្នឹងបូកចូលគ្នាកើតបល័យថ្មីមួយសម្រាប់ខ្លួនឯងឲ្យតែច្បាស់ទៅខ្លួនឯងបើកើតបល័យមានអង្គញៀនហើយប្រើខ្លួនឯងសាកសិទ្ធយកទៅអត់ខុសទេគុំហ្នឹងវាស្មើនឹងអត់គ្រូហ្នឹងហើយបើខាងខ្ញុំវាធ្លាប់មានឈួតម្នាក់ដែរគ្រូណាតែអានេះថា3កពីរៀនណាឲ្យរៀនអួតក្អេងក្អាងខ្លួនឯងចេះតែឯងបាទយកមកគុំខ្លួនឯងឲ្យខ្លួនឯងប្រយ័ត្នប្រយែងណាអ្នកដែលចង់រៀនស្ដាប់ទៅគុំថាឡើយគុំតែបំបែកក៏គេមិនឲ្យបំបែកផងត្រូវអត់បងចាប់ប៉ុន្តែអូនបំបែកបានតែគាត់ថាឲ្យយើងទៀមទាយើងច្បាស់ឲ្យតែច្បាស់ឲ្យតែយើងច្បាស់តួអង្គបល័យអមបាច់កម្មអង្គលឬក៏ឲ្យច្បាស់នៃអង្គញៀនណាមួយឲ្យយើងបំបែកនឹងទៅលើអីប្រើសម្រាប់ធ្វើអីក្បួនតម្រាមួយនឹងសូត្រតែបគាថាមួយនឹងអង្គបារមីឬក៏ព្រាយកាត់ឲ្យច្បាស់ប៉ុន្តែ10មានអ្នកច្បាស់តែមួយហ្នឹងអូយទីជេគាត់ថាមួយ100រង1រងគឺខ្ញុំហ្នឹងឥឡូវរឿងពិតបងប្អូនអញ្ចឹងរឿងនេះគឺរឿងនេះទេបងប្អូនរឿងអាគមផងរឿងអប់រំផងពោសូម្បីតែខ្ញុំមើល live មួយឯងខ្ញុំឃើញហ្នឹងចង់ទៅរៀនណាបងចង់ទៅរៀនចិត្តគាត់ចង់មករៀនគាត់អត់ដឹងថាធ្វើអីខ្លះទេបានរៀនហ្នឹងអញ្ចឹងមានច្រើនបងប្អូនពេលខ្លះគាត់តម្រាំតែសំលុយទិញឡានបានតែមករៀនខុសពីសម្បត្តិមួយកន្លះបាត់មែនទេណាទៅខំទៅដល់កូរ៉េដល់ជប៉ុនសំធ្វើផ្ទះបានតែមកដល់ខុសពីសម្បត្តិភ្លើងឆេះអាហ្នឹងអាចកើតឡើងមិនមែនចេះតែចង់ឲ្យបានទេតែអាហ្នឹងក៏យើងថាគុំសំឲ្យយកតាមហ្នឹងទៅហើយមានប៉ុណ្ណឹងទេណាបងណោះហើយសាច់រឿងដូចរាល់ដងចឹងបងប្អូនខ្ញុំអត់ទៀមទាបងប្អូនជឿតែស្ដាប់កុំដល់អារម្មណ៍កន្លែងណាដែលគិតថាល្អយើងយកមកទុកយកមកគិតទៅកន្លែងណាដែលខុសទាស់ទៅបងប្អូនកាត់តាមហ្នឹងទៅអញ្ចឹងណាហើយមួយទៀតដល់ក្រៅពីបងប្អូនអ្នកទស្សនាខ្ញុំនិយាយខាង sponsor តិចខាងខ្ញុំទុនទេបងប្អូនទុនទេអាចដាក់ sponsor បានអត់ច្រើនទេទុនទេកុំឲ្យផលិតផលសៀមផលិតផលខ្មែរដល់ដាក់បងប្អូនតាក់ទងមកបានអីបានអត់អីទេចឹងមានតែប៉ុណ្ណឹងទេណាបងណាអញ្ចឹងពីខ្ញុំហើយនឹងបងដែរអរគុណច្រើនបងប្អូនជម្រាបលា